ទេម៉ាក់មានអីទៀតទេបើគ្មានទេខ្ញុំទៅតែមេរៀនហើយលុយក្នុងការក្រេតនេះចែកឲ្យទៀតផងហើយសារដែលផ្ញើលុយក៏លុបអស់ទៀតក៏ប្រកែកនេះសូម្បីតែខ្ញុំក៏គាត់មិនប្រាប់ដែរនៅតាមជើងអត់ឆ្ងាយទេសង្សារខ្ញុំបារម្ភពីឯងនោះឯងមកប្រហែលរហ័សនឹងគ្នាមែនទេបើមកប្រហែលរហ័សទៅកន្លែងផ្សេងទៅដកប្រាក់តែការក្រេតនេះមានការប្រាក់ខ្ពស់នេះឯងសុខចិត្តមកខ្ចីខ្ចង់មិនល្អជាងទេអូខេដល់ពេលនោះខ្ញុំនឹងសងឯងវិញទេពួកឯងដឹងមែនទេថាពេលល្ងាចខ្ញុំចេញទៅរកការងារធ្វើមិនបាននៅកន្លែងអន់ទេតែបងទី2ពេលថ្ងៃធ្វើការអាហារអូខេល្ងាចធ្វើការនៅទីនេះមិនហត់ទេទៅវិញហត់អីទៅបើលេងសៀវទៅធ្វើការថែមម៉ោងដល់ម៉ោង9យប់ឯងមានពេលមកមានអារម្មណ៍បែបនេះក៏បានអូខេបងទៅធ្វើការហើយឯងចង់ញ៉ាំអីទៀតពេលអត់បានគួរញ៉ាំរបស់ផ្អែមទេថាបានសុខភាពពួកយើងទៅញ៉ាំអាហារនៅភោជនីយដ្ឋានហើយជួបនឹងជីធ្វើការនៅទីនោះនឹងខ្ញុំទៅសួរអ្នកគ្រប់គ្រងហាងដែលធ្វើនំនឹងធ្វើតាំងពីម៉ោង4ល្ងាចរហូតដល់ម៉ោង10ជុំលោកមានលេខទូរស័ព្ទចៅហៅពួកទេខ្ញុំគ្រាន់តែជាឪពុកដែលក្រីក្រខ្ញុំនឹងត្រូវការបងលេងសៀវគេជិះគុំប្រជាហៅបងអាយុ5ឆ្នាំហើយដូច្នេះទៅជឿគ្នាប្រយោជន៍ហេតុអីមនុស្សចាស់ចូលចិត្តមានកូនជិះត្រូវការលុយមក